ខ្ញុំរលត់កូនបាន27ថ្ងៃហើយស្រាប់តែធ្លាក់ឈាមមកមួយដំណក់ហើយក៏បាត់ទៅវិញតើមកពីមូលហេតុអីដែរអ្នកគ្រូចាបងតាក់ទងជាមួយនឹងការប្រើថ្នាំរំលួតជាទូទៅក្រោយ14ថ្ងៃគឺត្រូវទៅអេកូម្ដងទៀតដើម្បីឆែកមើលថាឈាមធ្លាក់មកអស់ស្អាតឬនៅតែបើចំពោះអ្នកដែលគាត់សុខភាពស្បូនល្អធម្មតាគឺគាត់ធ្លាក់ឈាមត្រឹមតែ4ទៅ5ថ្ងៃទេប៉ុន្តែបើអ្នកដែលគាត់សុខភាពស្បូនខ្សោយវិញគឺអាចធ្លាក់ឈាមចាប់ពី1ខែ2ខែឬក៏អ្នកខ្លះអាចឈានដល់3ខែក៏មានដែរនិងចំពោះអ្នកដែលគាត់សុខភាពស្បូនខ្សោយព្រោះជាធម្មតាបើចំពោះអ្នកដែលគាត់សម្រាប់កូនហើយវិញគឺចាប់ពី10ថ្ងៃទៅ14ថ្ងៃហ្នឹងក៏គាត់ធ្លាក់ឈាមមកអស់ស្អាតដែរអញ្ចឹងមូលហេតុអីបានអ្នកដែលគាត់ប្រើថ្នាំរំលូតទៅគាត់មានការធ្លាក់ឈាមយូរដោយសារគាត់មានបញ្ហាស្បូនក៏ដូចជាស្បូនគាត់ខ្សោយតាំងពីដើមអញ្ចឹងនៅពេលដែលប្រើថ្នាំរំលូតទៅគឺមានការធ្លាក់ឈាមច្រើនថ្ងៃឬក៏យូរថ្ងៃជាងអ្នកធម្មតាឬក៏ខុសពីអ្នកដែលគាត់ទៅតសម្រាប់កូនដូចគ្នាអញ្ចឹងខ្ញុំអត់ដឹងថាបងស្រីនៅពេលដែលគាត់ប្រើថ្នាំរំលូតហើយគាត់មានបានទៅអេកូម្ដងទៀតអត់ដោយសារតាក់ទងជាមួយនឹងការធ្លាក់ឈាមមកតំណរបស់គាត់ហ្នឹងវាអាចជាសញ្ញាមួយប្រាប់ថាឈាមរបស់គាត់ធ្លាក់មកអត់ទាន់អស់ស្អាតទេឬក៏នៅសល់ឈាមសេសសល់ហើយណាមួយទៀតក្រោយប្រើថ្នាំរំលូតហើយមួយខែទៅមួយខែកន្លះក្រោយគាត់នឹងមករដូវវិញធម្មតាតែបើក្នុងករណីចូលដល់2 3ខែហើយនៅតែអត់ទាន់ឃើញមករដូវវិញធម្មតាទៀតអញ្ចឹងគាត់ត្រូវប្រញាប់ទៅអេកូមើលសុខភាពស្បូនម្ដងទៀតហើយម្យ៉ាងទៀតតាក់ទងជាមួយនឹងការមករដូវធម្មតាគឺចន្លោះពី3ថ្ងៃទៅ7ថ្ងៃទោះជាមកតិចឬក៏ច្រើនក៏ដោយឬក៏មានពណ៌ដោយម្ដេចក៏ដោយគឺចាត់ទុកថាជាការមករដូវធម្មតាអញ្ចឹងតាក់ទងជាមួយនឹងការប្រើថ្នាំរំលូតទទួលបានជោគជ័យគឺពឹងផ្អែកលើសុខភាពស្បូនហើយនៅពេលដែលបងប្រើថ្នាំរំលូតហើយគឺដឹងហើយថាស្បូនបងខ្សោយឬក៏មិនខ្សោយសុខភាពល្អឬក៏មិនល្អគឺនៅពេលប្រើថ្នាំរំលូតនេះហើយបើសិនជាលទ្ធផលនៅពេលដែលទៅអេកូម្ដងទៀតទទួលបានជោគជ័យមានន័យថាស្បូនបងគឺសុខភាពល្អធម្មតាតែបើក្នុងករណីទៅអេកូទទួលបានលទ្ធផលបរាជ័យគឺមានន័យថាស្បូនបងអត់ល្អទេគឺស្បូនបងខ្សោយសម្រាប់ខាងខ្ញុំក៏មានឈុតវីតាមីនជំនួយស្បូនសម្រាប់អ្នកដែលគាត់ធ្លាប់ប្រើថ្នាំរំលូតឬក៏ធ្លាប់សម្រាលកូនច្រើនដងធ្លាប់រំលូតកូនច្រើនដងឬក៏រំលូតកូនឲ្យខ្លួនឯងគឺអាចកំងឈុតវីតាមីនជំនួយស្បូនពីខាងខ្ញុំទៅបានបងចង់បានអាចតាក់ទងមកតាម Telegram បាន